សួស្តីចេញព្រះបន្ទូលសម្រាប់ថ្ងៃនេះឬចេញមកខ្ញុំថ្ងៃថ្មីថ្ងៃពុធហើយខ្ញុំអត់បានធ្វើពេលព្រឹកតែឥឡូវខ្ញុំប្រកបហើយមើលព្រះបន្ទូលខ្លួនឯងច្រើនដែរហើយខ្ញុំចង់បង្ហាញនៅក្នុងVivo ណាចំពោះ4ណាផុតពីសម័យពួកជំនុំមកហើយព្រះអង្គលើកឲ្យយូហានឃើញអនាគតដែលថាចូលទៅឲ្យឃើញបល្ល័ង្ករបស់ព្រះហើយបន្តមកទៅបង្ហាញនៅក្នុងសកម្មភាពជាមិត្តរូបសម្គាល់ជាផ្លុំត្រែឬសូពោលាន់ឬសូដែលថាស្អីគ្រប់បែបយ៉ាងដែលតម្រូវដែលថានេះហ្នឹងណាហើយបន្ទាប់មកទៅក៏មានត្រាបើកឡើងហើយអត់មានអ្នកណាហ៊ានបើកត្រាហ្នឹងទេមានតែអ្នកឈ្នះហើយបិទត្រាកូនឈាមនៅក្នុងលោកយូហានក៏និយាយថាកូនឈាម worthy មានឯកសិទ្ធិនឹងយកត្រាបើកត្រានឹងឡើងព្រោះត្រាមួយកាលណាបើកហើយគឺវាដល់អ្នកស្ដាច់ដល់ការសម្រេចបញ្ជាហើយនៅក្នុងត្រាហ្នឹងមានអីខ្លះជាពិសេសនៅក្នុងត្រាហ្នឹងគឺត្រាទី1និយាយពីសេះមានពណ៌សម្បុរ4យ៉ាងសក្រហមខ្មៅហើយប្រផេះឬពណ៌ដែលថាមើលទៅវាស្តៀងដែលថាបៃតងណាហើយដល់យើងថាសរសេរថាប្រផេះតែវាបៃតងឯងហើយក៏អ្នកជីកហ្នឹងគឺថាសម្គាល់នៅក្នុងអ្នកជីកហ្នឹងថាសញ្ញាស្អីខ្លះចាំយើងអានបទគម្ពីរមើលហើយខ្ញុំអានថាចំដែលអ្នកជីកហ្នឹងគឺហេតុសេះមានពណ៌ហ្នឹងតំណាងដែលសម្គាល់អ្វីខ្លះហើយអ្នកជីកហ្នឹងទី1ហ្នឹងគឺសេះសហើយក៏មានអ្នកជីកហ្នឹងគឺឲ្យធ្នូឲ្យព្រួញបានតែអត់មានធ្នូកាន់ព្រួញមើលវាមិននិយាយមិនទេមានធ្នូប៉ុន្តែអត់មានព្រួញអត់មានក្របព្រួញសម័យដើមគេយកធ្នូឬគេយកអាស័យយកឈើអីហ្នឹងមកធ្វើទាញហើយយើងធ្វើជាព្រួញមុខបាញ់ទៅហើយអាចបាញ់ជាប់បាញ់ប៉ុន្តែមានតែព្រួញហ្នឹងហើយព្រួញទាញបាញ់ហ្នឹងហើយតែអត់មានធ្នូទេហើយគេឲ្យហើយមានមកុដគេថាឲ្យទៀតសើមកុដគេឲ្យទៀតអញ្ចឹងអ្នកណាដែលឲ្យហ្នឹងពួកហ្នឹងគឺនៅលើផែនដីឯងអរិយសាតាំងឯងឲ្យអាសត្វសាហាវដែលវាយកអំណាចមកព្រះហ្នឹងហើយវាសាតាំងហ្នឹងហើយវានៀកទៀតណាវាជាសត្វនេះហើយវានៀកវាសាតាំងអញ្ចឹងបាននៅសញ្ញានេះមិត្តរូបឃើញអញ្ចឹងមែនឃើញគេយកចូលចិត្តយកនៀកយកអីមកធ្វើសម្ដែងអំណាចឥទ្ធិឫទ្ធិរបស់គេណាហើយងាប់ទៅវិញយកជីកអារូបឡានគុសតនិកខាងដាក់សញ្ញានៀកដែរណាដូច្នេះហ្នឹងជាបង្ហាញឲ្យឃើញថាពួកគេបានអំណាចទេមិនមែនមានអំណាចឡើងដូចជាព្រះអង្គណាព្រះអង្គអត់មានឲ្យអំណាចទេព្រះជាព្រះហ្នឹងគឺព្រះអង្គពីដើមពីចុងឫទ្ធិបារមីរបស់ព្រះចេស្តារបស់ព្រះហ្នឹងគឺអត់មានណាមកតែងតាំងឲ្យទេអាហ្នឹងថាជាព្រះឃើញទេហើយបើយើងគយគំរូជាសិទ្ធិមនុស្សនៅលើផែនដីយើងជាស្ដេចមែនមានណាគេតែងតាំងឲ្យស្ដេចទេដែលស្ដេចនេះវាសោយរាជចឹងហ្មងចែកសោយរាជពីពងសាវតាឬយើងជាអ្នកដែលមេគេថាការមេដឹកនាំមានអីមួយធ្វើអីមួយឈ្នះហើយយើងក៏ខ្លាយទៅជាការគ្រប់គ្រងរបស់យើងណា
ការគ្រប់គ្រងរបស់យើងជាម្ចាស់ហ្នឹងណាយើងថាតបមកទៅមានអ្នកធ្វើតាមច្រើនទៅយើងខ្លាយទៅចាស់ថាជាហ្នឹងហើយជាស្ដេចម្ចាស់ហ្នឹងហើយប៉ុន្តែមិនមែនស្ដេចដែលទាមទារអំណាចយកខ្លួនឯងហើយប្តឹងផ្ដាល់មានអំណាចទេវាអត់ទាន់បានធ្វើឲ្យឈ្នះអាហ្នឹងគឺមិនមែនស្ដេចទេអាហ្នឹងស្ដេចអង្គណាស្ដេចដែលបញ្ឆោតគេឯងស្ដេចដែលคล้ายខ្លួនកលាខ្លួនឯងចេះតែតុបតែងខ្លួនឯងឲ្យគេថាដំកើងខ្លួនឯងទៅសេវភ័ណ្ឌឬប្រឹងប្រែងខ្លួនឯងទៅទទួលមិនដោះមុនដំបូងគឺថាបានចាប់ដើមសោយរាជឯងខ្ញុំចង់និយាយថាអានឹងមនុស្សសពថ្ងៃគេតែងតាំងអ្នកណាធ្វើជាស្ដេចឬអត់មានអ្នកតែងតាំងទេគេបានបង្កើតឡើងណាបានក្រុមខំប្រឹងឡើងចាប់ផ្ដើមឡើងណាហ្នឹងហើយឋានៈរបស់យើងបងឲ្យយើងធ្វើស្ដេចនៅលើផែនដីការគ្រប់គ្រងបកគលឲ្យយើងមើលខុសត្រូវនៅសួនច្បារឯដែរហ្នឹងអាហ្នឹងឋានៈយើងជាស្ដេចណាព្រោះហេតុអីដែលឋានៈយើងស្ដេចព្រោះព្រះអង្គខាបង្កើតយើងមកចំជារូបអង្គដូចជាអង្គទ្រង់អញ្ចឹងចំណុចហ្នឹងហើយដែលយើងគឺទទួលវិញ្ញាណចេះដឹងដោយព្រះអង្គទ្រង់អញ្ចឹងដោយព្រះអង្គព្រះយេស៊ូវជាព្រះបន្ទូលហើយព្រះយេស៊ូវជាព្រះពីដើមហើយគ្មានអ្នកណាទៀតមុនព្រះហ្នឹងណាដូច្នេះហើយកន្លែងហ្នឹងហើយដែលយើងរកឃើញថាមនុស្សមុនដំបូងគឺឋានៈជាស្ដេចទេប៉ុន្តែដល់យើងគេថាចាញ់បញ្ឆោតពីកលបិចអាពស់ហើយអាពស់នឹងសัตว์ដែលវាបន្លំคล้ายខ្លួនធ្វើជាថាមនុស្សដែរទៅមិនតាកប៉ាងពិតវានឹងវាជាមនុស្សហើយប៉ុន្តែគាត់ថាវាអត់មានពលឹងរស់អស់កលជានិច្ចដូចអាដាមអេវ៉ាហើយវាវិញ្ញាណវាអ្នកណាចូលទៅយកក្នុងវានៅក្នុងវាបានមុនគេហ្នឹងវាទៅជាបំរើតែឲ្យដឹងការបំរើរបស់វាមិនដំបូងហ្នឹងនៅលើអាដាមទៅមើលខុសត្រូវលើសត្វទាំងអស់ហើយដល់អញ្ចឹងទៅអា Lucifer មហាទេវតាហ្នឹងគឺវាបះបោលហើយវាធ្លាក់ចុះមកអញ្ចឹងហើយបានវាទៅយកហ្នឹងហើយទៅយកអាសត្វពស់ពីបុរាណពស់ក្នុងសត្វនាគហ្នឹងហើយវាមុនផែពេលនាគហ្នឹងដែរតែឥឡូវវាមានរូបល្អឲ្យធ្វើរូបល្អនៅសួនច្បារដែរតែឥឡូវខ្ញុំនិយាយថាវគ្គនេះវគ្គដែលថាខ្ញុំចង់បញ្ជាក់ដែលថាជា horseman ជាសត្វសេះដែលត្រារបស់ព្រះបើកឡើងហើយខ្ញុំសួរ AI ដែរគេយកខ្លីៗបញ្យល់ឲ្យយល់ថាអា horseman ណាអាសត្វសេះហ្នឹងណាវានិយាយបាញ់ទៅរកអ្នកណាប៉ុន្តែអ្នកខ្លះគេកាត់ស្រាយថាសេះសហ្នឹងគឺព្រះយេស៊ូវអត់ទេអត់មែនព្រះយេស៊ូវទេអាហ្នឹងផ្លោងទៅចំពុក6ហ្មងណាគឺមួយវគ្គដែលត្រាដែលបើកឡើងណាការកូនជាមកបកត្រាទី1នោះខ្ញុំឃើញរូបរួចខ្ញុំឮតួមានជីវិតមួយបន្លឺសំឡេងដូចជាផ្គរលាន់ថាចូលមកមើលចុះខ្ញុំក្រឡេកទៅឃើញសេះសមួយឯអ្នកដែលជិះក៏កាន់ធ្នូណាកាន់ធ្នូត្រូវហើយអត់មានក្របបាញ់ណាមានធ្នូអត់មានព្រួញហើយមានគេឲ្យមកកត់អ្នកនោះរួចអ្នកនោះចេញទៅទាំងមានជ័យជំនះហើយបានឈ្នះផង
ហើយឥឡូវហ្នឹងគេកាត់ស្រាយថាអ្នកឈ្នះជ័យជំនះថាព្រះយេស៊ូវសេសសតែខ្ញុំថាព្រះយេស៊ូវអត់មានត្រូវការគេឲ្យមកកត់ឲ្យអីទេតែអានេះសេះដើរតួនៅលើផែនដីដើរតួសន្តិភាពคล้ายហើយបន្ទាប់មកអំណាចឲ្យដែលកាន់ឲ្យធ្នូឲ្យធ្វើជាសង្គ្រាមហើយក៏អត់មានក្របព្រួញបាញ់ទេហើយក៏មកកត់ក៏គេឲ្យទៀតគេតបតែងឲ្យអញ្ចឹងបញ្ចេញមកខ្ញុំនិយាយចង្អុលនឹងមិនខុសពីគេហៅថាក្រុមកាតូលិករ៉ូម៉ាំងកាតូលិកហ្នឹងណាconquer បានឈ្នះគេឈ្នះពួកគេថាពួកសាវកពួកជំនុំរបស់ព្រះហ្នឹងណាដែលទៅជាក្រុមជំនុំរបស់គេហ្នឹងណាស៊ីដាច់នេះថាបង្កើតគុលធិនីកូឡាស់និធិត្រៃឯកអីហ្នឹងទៅហើយគេប្រព្រឹត្តធ្វើទៅហើយគេពាក់រោមជាមែនទៅដល់ខាងក្នុងរបស់គេស្កែតចោអីបងអង្គថាចូលប្រយ័ត្នអាហ្នឹងជាហៅរ៉ាคล้ายៗណាអាហ្នឹងហើយនឹងកាតូលិកទេហើយគេដើរតួហ្នឹងហើយអូគេសន្តិភាពទៅណាគេពេញចិត្តសហ្នឹងហើយឥឡូវចូលមកទី2ខ3នោះត្រាទី3ខ្ញុំក៏ឮតួមានជីវិតទាំងពីរថាចូលមកមើលចោះតួមានជីវិតទាំងពីរឥឡូវខ្ញុំចង់ដឹងថាតួមានជីវិតទាំងពីរនឹងមិនដឹងថាអាហ្នឹងក្នុងផែនដីនេះវាដើរតួឲ្យអរិយប្រើឲ្យលោកីប្រើឲ្យរដ្ឋាភិបាលឬស្អីគេធ្វើប្រព័ន្ធណាសាសនាសិតមានប្រព័ន្ធហើយរដ្ឋាភិបាលមួយសិតមានប្រព័ន្ធរបស់គេហ្នឹងអញ្ចឹងគេកំបាញ់ទាំងពីរហ្នឹងណាហើយវាមានខ្យល់គេថា4ទិសទៀតណាអូខេឥឡូវមិនតាន់ចូលដល់ខ3ខ្ញុំចូលរវល់ហើយអញ្ចឹងរងចាំស្ដាប់ខ3សេះអីទៀតសេះពណ៌អីទៀតដែលនឹងសម្ដែងអំណាចរបស់គេណាដូចជាពណ៌ក្រហមអញ្ចឹងរងចាំប្រហែលពេលនេះខ្ញុំរវល់ហើយឃើញមុខខ្ញុំចេញជា live ទៀតណាចេញជា live តែឥឡូវនេះក៏ហ្នឹងហើយការងារមកទៀតហើយអូខេចូលមកក្នុងនិយាយពីសត្វដែលសេះឥឡូវសេះទី2ហើយឥឡូវមិនតាន់ចប់សេះទី1ផងទេសេះទី1ហ្នឹងអ្នកខ្លះគេថាគេពងបង្រៀនចេញមកគេថាតាំងពីសម័យ COVID មកហ្នឹងគឺដើរតួពាក់សហ្នឹងគឺមន្ទីរពេទ្យមួយហ្នឹងគឺគេពាក់សហើយក៏គេមានឲ្យដាក់ឈ្មោះឲ្យគេថា Corona ហ្នឹងមានន័យថាមកុដហើយបន្ទាប់មកទៅគេធ្វើថ្នាំចាក់អាហ្នឹងគេจะដាក់ឲ្យសរោឲ្យចាក់ថ្នាំវ៉ាក់ស៊ីនណាអាហ្នឹងគឺបញ្ជាក់ថាអូហ្នឹងហើយការវេទនាព្រោះការកាត់ទោសនេះការសម្រេចទេថាព្រះអង្គជំរះនជីកាត់ទោសមកប្រើហ្នឹងទៅហើយអ្នកខ្លះគេកាត់យកទំនាយថាហ្នឹងហើយយើងឆ្លងកាត់វេទនាបន្តិចហ្នឹងហើយតែជាពិសេសវាសំខាន់គឺទៅពួកអ៊ីស្រាអែលនៃនឹងគណៈអ៊ីស្រាអែលនៅគ្រាវេទនា7ឆ្នាំហ្នឹងចឹងបានថាយើងដើរខុសអំពីព្រះយើងអត់ទៅផ្លូវព្រះមកវគ្គអំវគ្គណាការកាត់ទោសមកការវេទនាការធ្លាក់មកលើយើងដែលថាយើងពិសោធន៍ហើយការស្លាប់ហើយឥឡូវដល់ពេលសេះទី2នោះគឺពួកណាមានជីវិតទាំងពីរថាចូលមកមើលចុះដូចខ្ញុំនិយាយពីមុនថាជីវិតទាំងពីរមនុស្សនៅលើឋានសួគ៌ឬមនុស្សនៅលើផែនដីហ្នឹងក៏មិនដឹងដែរហើយជីវិតអ្នកដែល
ស្លាប់ហើយជីវិតអ្នករស់នឹងទាំងពីរនឹងដឹងដែរនោះមានសេះមួយទៀតចេញមកសបល់ក្រហមមានន័យថាច្បាំងហើយក្រហមមានថាអត់ចោះចាញ់ទេច្បាំងខ្លាំងហើយក្រហមសំដៅគេថាប្រហែលមានការបង្ហូរឈាមក្រហមហ្នឹងណាហើយគេឲ្យអ្នកដែលជិះមានអំណាចអាចនឹងដកយកសេចក្តីសុខសាន្តពីផែនដីចេញឃើញទេឲ្យដកយកសេចក្តីសុខសាន្តណាអញ្ចឹងឲ្យយកគេថាធ្វើចលនាអានឹងសង្គ្រាមធ្វើសង្គ្រាមមកកំពុងសង្គ្រាមដូចយើងជួបប្រទេសដែលថាខ្ញុំអត់ជួបទេខ្ញុំអត់នៅស្រុកខ្មែរពេលសង្គ្រាមម្ដងដែលវាយគ្នាស៊ីវិលសង្គ្រាមស៊ីវិល97ហើយសង្គ្រាម2 3ម្ដងដែលព្រំដែនណាអញ្ចឹងហ្នឹងហើយដែលបណ្ដាលគេថាសង្គ្រាមមានអំណាចនឹងយកសេចក្តីសុខសាន្តពីផែនដីចេញណាចឹងសេះសគេមកមុនបងគេមានការសន្តិភាពរៀបរយប៉ុន្តែដល់ពេលសង្គ្រាមទៅគឺបាត់អាការសន្តិភាពរៀបរយនឹងម្ដងឃើញទេដាក់ខ្សែក្បាត់ពួកខ្ញុំកំបាក់ឡើងទៅរកកន្លែងអង្គុយមួយទៀតនោះឆ្លាស់ជាងនឹងអង្គុយនៅកន្លុកអង្គុយនៅក្បែរ Trump Tower ហើយលើក្រហមហ្នឹងយកសេចក្តីសុខសាន្តចាញ់ហើយអញ្ចឹងឃើញទេដើរតួនេះមិនមែនព្រះទេគឺផែនដីនេះនៅក្រោមសត្វសាហាវដែលសត្វសេះសត្វអីណាដែលមានស្មិទ្ធរូបជាពណ៌ឲ្យមនុស្សលោកសម្រាប់គ្នាគេក៏ប្រគល់ដាវមួយយ៉ាងធំដល់អ្នកនោះដែរតែឥឡូវយើងឃើញហើយដែលប្រទេសមួយគឺបង្កើតអាវុធសម្រាប់គ្នាជាអាវុធទៅថា nuclear ឬអាវុធដែលថាថ្នាំបំពុលផ្សែងបំពុលឬអាវុធប៉ារ៉ាម៉ាណូគឺថា atomic bomb ដែលបាញ់ឆ្ងាយឥឡូវអាវុធគឺថាកញ្ជ្រួច drone ឬ missile ដែលវាបាញ់លបឿនវាលឿនណាអាហ្នឹងគេកំពុងធ្វើចេញហ្នឹងហើយដែលថាការរៀបមកសម្រាប់គ្នាហ្នឹងរបស់ហ្នឹងគឺមិនមែននាំឲ្យទៅជាដោះស្រាយបញ្ហាសន្តិភាពទេគឺយកអំណាចសម្រាប់ហើយឥឡូវហ្នឹងឃើញថាអាមេរិកកាំងនេះកំពុងតែតម្លើងខ្លាំងចូលទៅវាយយកឬត្រៀមកំហែងឲ្យរដ្ឋាភិបាលអ៊ីរ៉ានណាឲ្យអ៊ីរ៉ានហ្នឹងគឺថាផ្លាស់ប្ដូរប្រព័ន្ធរបស់គេទៅព្រោះប្រព័ន្ធរបស់វាហ្នឹងគឺបន្លាយពូជសាសន៍ហើយវាជាផ្ដាច់ការដូចយើងជួបប្រទេសផ្ដាច់ការមកប្រាវយើងបិទសិទ្ធិអំណាចអីអស់ហ្នឹងណាហើយពួកហ្នឹងគឺ socialism ចង់ចូលទៅមួយកុម្មុយនីសណាចាំមិនថានេះហើយដែលឲ្យមនុស្សលោកសម្រាប់គ្នាគេប្រគល់ដាវធំណាប្រគល់ហើយសម័យលោកយូហានគាត់ឃើញតែដាវធំអីហ្នឹងហើយអត់ឃើញក្របបែកឃើញអីទេដល់នេះនោះដែរគេនៅប្រទេសមួយគេរួមគ្នាធ្វើអាហ្នឹងហើយដោយអាមេរិកនេះកំពុងតែរៀបចំធ្វើទេអីGolden Dome ពាត់ទៅថាទៅហុំនៅលើអាកាសកុំឲ្យគ្រាប់អីធ្លាក់មកទៅអាចផ្ទុះនៅលើហ្នឹងហើយបាទស្អីអ្នកដែលខ្មាំងសត្រូវដែលមិនឲ្យចូលអាហ្នឹងគេធ្វើលបងលើអាកាសលើមេឃអូខេឥឡូវទៅមុខទៀត
នោះបកត្រាទី3ឃើញព្រះយេស៊ូវបកត្រាទី3នោះខ្ញុំឮមានជីវិតតួទី3មានតួទី3ហ្នឹងគឺសម័យមិនដឹងគឺតួទី3ជីវិតណាថាចូលមកមើលចោះអញ្ចឹងមនុស្សដែលគេនៅឋានសួគ៌ឬអ្នកដែលហ្នឹងឲ្យសម្លេងទៅយូហានដែរខ្ញុំក្រឡេកទៅឃើញសេះខ្មៅមួយចូលពណ៌ខ្មៅពាក់ខ្មៅនឹងបំរើណាប្រព័ន្ធរបស់ស្ថាគារឬសេវាសន្តិសុខសន្តិអីណាគឺតបខ្មៅតបអីបំរើហ្នឹងណាគេយកពណ៌ខ្មៅមកពាក់ឲ្យពណ៌ខ្មៅគឺសម្រាប់ខ្លាំងណាស់ហើយបំរើទៀងទាត់ល្អណាអញ្ចឹងគឺគេអ្នកបំរើហ្នឹងពណ៌ហ្នឹងហើយសេះពណ៌ខ្មៅហើយអ្នកជិះក៏កាន់ចិញ្ចៀនមួយនៅដៃឃើញទេកាលណាយើងបង្រើគឺបានតម្លៃបានឈ្នួលហ្នឹងដូចជាវាស់ឲ្យយើងណាយើងធ្វើប្រហែលម៉ោងប្រហែលខែប្រហែលអីណាអាហ្នឹងជិញ្ថ្លឹងនៅដៃហើយដៃយើងនេះខំប្រឹងធ្វើទាំងប្រហែលណាអាហ្នឹងឲ្យជាប្រៀបធៀបពីទាំងមុនណាពីដើមយើងធ្វើទាំងប្រហែលណាគេថ្លឹងឲ្យរបស់មកលើយើងដល់បន្ទាប់មកវាធ្វើជាសម្គាល់ជាថ្មកាក់អីទៅយកទៅដោះដូរឥឡូវធ្វើជាกระดาษលុយជំនាញចាយឥឡូវវាធ្វើជា digital ហ្នឹងគឺលុយយើងបញ្ចូលទៅក្នុងកុងក្នុង account របស់យើងទៅយើងមានលុយយើងអាចដកចេញទៅប៉ុន្តែបើដកអស់ហើយដល់យើងបញ្ចូលយករកអីមួយអ្នកណាដាក់បញ្ចូលឲ្យទៀតហ្នឹងហើយតែពណ៌ខ្មៅនៅចូលដល់បំរើហើយហើយការចិញ្ចៀនហ្នឹងគឺអ្វីដែលថាចូលអំណត់អត់ណាដែលថាអស់ស្បៀងអាហារដោយពិភពលោកកាលមុនសូវៀតហើយនឹងរុស្ស៊ីវាយគ្នាហ្នឹងមានតែប្រទេស3ទេដែល supply ផ្ដល់ឲ្យផលិតផលខាង wheat ខាងស្រូវសាលីដើម្បីធ្វើនំប៉័ងធ្វើអីគ្រប់បែបយ៉ាងស្រូវសាលីហ្នឹងដល់ប្រទេសហ្នឹងឥឡូវហ្នឹងគឺព្រះសូវៀតហើយកំពុងសង្គ្រាមគ្នាទៅវាការហ្នឹងធ្លាក់អន់ថយតែឥឡូវចំណុចសូវៀតរុស្ស៊ីហ្នឹងគេចង់ផ្ដាច់មែនតើណារឿងស្បៀងអាហារហ្នឹងឯងស្បៀងអាហារហ្នឹងឲ្យដាច់ស្បៀងអាហារទៅអស់ស្បៀងអាហារទៅអាហ្នឹងលែងមានអីបំរើមានអីធ្វើតទល់ជាមួយសង្គ្រាមទៀតហើយឥឡូវឃើញថាពូតិនគាត់រកឱកាសបំផ្លាញឃ្លាំងកន្លរបស់គេថាវីតហ្នឹងស្រូវសាលីហ្នឹងឯងហ្នឹងហើយដែលយកទៅថ្លឹងលក់ដូរហ្នឹងប៉ុន្តែបើលោកច្រំវិញគាត់ទៅចាប់យកប្រេងគាត់ទៅអាក់ប្រេងហើយទៅយកប្រទេសណាដែលមានប្រេងហ្នឹងណាគាត់មកកាន់កាប់ដើម្បីដូរហើយបើនិយាយពួកនៅខាងឆ្វេងវិញវាបោះឆ្នោត Supreme Court ហ្នឹងកលាការកម្ពុជាហ្នឹងសម្លេងម្នាក់ហ្នឹងឬសម្លេងប្រមាណ4វាឈ្នះព្រោះដូចគេមាន9ចៅក្រម Supreme Court ហ្នឹងហើយបានតែ3អញ្ចឹងវាអត់ឈ្នះគេបោះឲ្យទៅលោកច្រំហ្នឹងកុំឲ្យធ្វើគំនិតរបស់គាត់យកពន្ធដារ tariff tax ណាគាត់មុននេះដែរគាត់ដាក់ tariff 15% គ្រប់ប្រទេសទាំងអស់បណ្ដោយប្រទេសខ្លះអត់យកតាក់យកអីប្រទេសអឺរ៉ុបបារាំងឬអូស្ត្រាលីឬអីណាតែឥឡូវគាត់ដាក់ទាំងអស់ក្នុង15%ឥឡូវនេះគាត់ Supreme Court ថាកុំឲ្យគាត់ធ្វើណាអាមេរិកត្រូវខាតអស់2 trillion ណាខាតបន្តិចណាតែគាត់និយាយពីspeech union យកមិញខ្ញុំមិនបានស្ដាប់ទាំងអស់ហ្នឹងតែគាត់ថាអញ្ចឹងមិនគួរធ្វើអញ្ចឹងទេតែធ្វើអញ្ចឹងតែឥឡូវខាតអស់ខាតមែនតើព្រោះយើងជាពាក់អាមេរិកនេះជាពាក់គេប៉ុន្មានទេ9 trillion ណាឬ9 billion ដល់ឥឡូវហ្នឹងរកលុយហ្នឹងមកដោះស្រាយអញ្ចឹងអត់មានអញ្ចឹងខាតហ្នឹងអត់ល្អទេអានេះការលក់ដេញចូលចេញចូលហើយការលក់ខ្មៅនេះគឺនៅពេល
xây va lụa đồ xây va kia từ bên từ máu là năng chân này đây là bỏ máu nữa trong sớm mai đồ biếng hà năng mong bộ bị năng tha bố đôi chân tha ông có sợi sợi lấy ngồi lý thay pi cạ hai ông có sợi ông sợi ông cá bay lý thay pi cạแต่กำอ้อยบังโคตรเปร่งนี่มันยังมีนะคือโซเวียตตัวเกย์โยเปร่งมาได้ลูกทรัมป์ก็กำอ้อยเกย์เปร่งก็บังโคตรเปร่งก็จับเบะเวียดดักเปร่งเจนปีน้านะกับปาลระบบอเมริกา Department of War แต่เมื่อให้จับโยเปร่งบานชาวนาให้เดประเทศเวเนซุเอลาดักเปร่งชาวนาให้อิหร่านก็มีเปร่งได้จังติดเตียนทั้งโบโกดาวบอกเกย์นั่งสำหรับสำรวจจอจ่าเตยเตะคือบานเปรนมาวันนี้หรือเปรนเตยการกบกรองบ่อประเทศอะไรประเทศอำนาจจับใจในจังเตยที่อเมริกนี่แต่กำอ้อยบงโคตรเปรนยังสระตำเปียงใบจูเลยมีสระตำเปียงใบจูที่อันนี้มันใหญ่เป็นก้อนสระตำเปียงใบจูนั่นคือนั่นเลยโรซีแม่ด้วยมนุษย์เปรย์ชาวนะให้ซายุดาประเทศอิสราเอลก็เกิดผลิตสระชาวนะสระตะเปียงใบจูนะให้กินดำตะเปียงใบจูนะเคยไหมอันนั้นเราบอกอาหารยังเปรย์ยังย้ำเลยไอ้เปรย์นี่คือกำลังชาวนะเปรย์โบมบิดได้เปรย์เธอปีทอมเจ็ดดอกคือโยโพดคือเธอเปรย์ใบคือโยไอ้ตัวใบเดียยังดำสวายจันทีก็คือโยเธอเปรย์บานได้นะโฉนะหลงโง่เปรย์หลงโง่เอาแต่สระเอาเจนเจ็บเปรย์เนี่ยมันก็เปรย์เยอะเปรย์ไอ้เปรย์ครั้งเธอเธอจนแบบมาซึนเปรย์ครั้งสำหรับยังโยมาหยำชาหรือบุกสำหรับอาหารแล้วข้อผมเปิลในขนมตราแต่ได้แล้วตราตีพรามตราตีบุญเนี่ยตอนตีพรามเนี่ยนุกยมหรือตัวเมียนชีวิตบุญท่าโจมมาเมื่อจอหมอกจังวิเมียนผมเปิลแล้วตัวชีวิตจังตัวตั้งไปเตวดาตัวองค์ท่าเตวดาผมเปิลเจนแต่มาเบะยมก็กระเลยเมื่อtớiเคยใช้มวยสบอลใบตองกระดาษสลังนะมันนั่นสลังเต้โบยังมือได้พอยังสว่างเต้จีใบตองนะพอสบอลสลังไอเนี่ยชี้เขาเมียนเนี่ยท่าเมียนชมูท่าเนี่ยจีนเมียนชมูท่าเป็นนี่เนี่ยจีนนั่นคือโยชมูมองจังโดยยังโยชมูโจสัญชีอเมริกชมูยังเนี่ยจันเจียพาสปอร์ตอเมริกเนี่ยนั่นสิ่งใดสลับเคยเนี่ยชมูเกนั่นสิ่งใดสลับเลยจังหวะยังเนี่ยสลับนั่นก็จะใส่ชั่วโมงเดลปโนเดลใส่มวยได้ดำกลางดำนางเนี่ยสลับหายเนื้อเมียนชั่วโมงพอต่อเอาเคยเนื้ออะไรเนี่ยเลยปโนนึงจังเป็นในท่าจ็อบไอ้ใส่สลับจะใส่การจงกราวเนี่ยพอให้ใส่ถึงโบนั่นโจตีโบนั่นใส่ถึงโบนั่นหายสถานคมเป็นเรื่องมนุษย์สลับก็ตามเนี่ยนุกตื่นจังอะไรอันนี้เวียอัดเป็นจอลนาเท่ได้เวียเธอเชนเท่ได้เพื่อออกมนุษย์โจลแต่เธอไปเชียร์เกนอมเนี่ยปีนู้เมียนอมนาจเลย
ដីមួយភាគក្នុង4ដើម្បីនឹងសម្លាប់ដោយដាវអំណត់អត់នឹងសេចក្តីវេទនាឲ្យសត្វព្រៃនៅផែនដីផងហើយយើងមើលផែនទីមើលទង់ជាតិណាទៅហើយអរិយវិញ្ញាណឯចាញ់ពីអញទៅលាងសម្អាតឲ្យទឹកឲ្យសម្អាតទឹកជួយសុខភាពរូបកាយខ្ញុំហើយនឹងតែចេញព្រះបន្ទូលរបស់ព្រះទៅគឺថាដកវិញ្ញាណដែលបោះត្រាវិញ្ញាណបរិសុទ្ធមកលើខ្ញុំវិញចឹងការបញ្ចប់ហ្នឹងឃើញទេគេសរុបហើយដើម្បីសម្លាប់ដោយដាវឃើញនៅសម្លាប់ដោយសង្គ្រាមចុងក្រោយហ្នឹងហើយអំណត់អត់នឹងសេចក្តីវេទនាអញ្ចឹងប្រទេសដែលមើលទង់ជ័យពណ៌បៃតងណាទោះបីនៅជាប់មិចស៊ីកូនេះគឺទង់ជ័យរបស់គេនេះបៃតងណាយកពណ៌ខៀវរៀងខៀវបៃតងនេះពណ៌ត្រួយចេកឥឡូវមើលប្រទេសប្រជុំបូព៌ាច្រើនណាស់គេយកពណ៌ត្រួយចេកហ្នឹងបៃតងណាប្រទេសគេមួយដែលមានសញ្ញាដែលពណ៌កឡ័ទង់ជ័យហ្នឹងឃើញតែការស្លាប់ទេអានោះមិចស៊ីកូហ្នឹងគឺស្លាប់គ្នាច្រើនពួកអាគ្រឿងលក់ដូរគ្រឿងញៀនហើយបំរើពួកអាមេតបគ្រឿងញៀនហ្នឹងទោះបីតែហ៊ានដែលក្រុមអង្គរៈឬក្រុមដែលទៅចំចាយពួកវាហ្នឹងគ្នាក៏ងាប់បោះជាង30ថា35នាក់ណាឥឡូវចប់ហើយឃើញនៅហើយសាហាវណាស់ដោយសត្វព្រៃនៅផែនដីផងដែលអ្នកស្លាប់អ្នករស់អីបាទណាឲ្យទៅសត្វព្រៃស៊ីបដ នុត្រាទី5ត្រាទី5មានអីមើលសរុបឲ្យចប់មកហើយបងប្អូនបានស្ដាប់បើកត្រាទី7ហ្នឹងនោះនៅក្រោមអាសនាខ្ញុំឃើញមានអស់ទាំងប្រលឹងរបស់មនុស្សអញ្ចឹងមនុស្សស្លាប់ឯងព្រោះអាសនានៅក្រោមអាសនាហ្នឹងដែលគេសម្លាប់ដោយព្រោះកាន់តាមព្រះបន្ទូលនៃសេចក្តីបន្ទាល់គេសម្លាប់ដោយតាំងពីពួកសាវកសម័យពួកសាវកគេសម្លាប់ច្រើនហើយពួកដែលជឿព្រះទៅហើយទៅប្រទេសណាមួយទៅគេអត់បើកឲ្យយើងធ្វើសិទ្ធិសេរីភាពជឿព្រះណាសម្លាប់ធ្វើទីបន្ទាល់ប៉ុន្តែនេះមនុស្សសម្លាប់ជាច្រើនអញ្ចឹងមនុស្សអំណាចរបស់ពួកគេវាមានខ្លាំងឡើងហើយអំណាចរបស់ព្រះហ្នឹងគឺអន់ថយទៅតែពួកគេនឹងគេអ្នកជឿព្រះគេធ្វើទីបន្ទាល់ឯព្រលឹងទាំងនោះក៏មិនឮសំឡេងថាអោព្រះអង្គជាម្ចាស់ព្រះដ៏ជាម្ចាស់ជាព្រះបរិសុទ្ធហើយពិតប្រកបអើយគេនៅតែធ្វើទីបន្ទាល់សរសើរព្រះអង្គតើទ្រង់ចាំដល់កាលណាទៀតបានជំរុំជម្រះឃើញពាក្យហ្នឹងមកវគ្គនេះដែលគួរដែលតែឲ្យឃើញវគ្គមុនទេតែពួកនេះគឺអ្នកនៅឋានសួគ៌ខ្ញុំជឿថាព្រលឹងនៅឋានសួគ៌អ្នកជឿព្រះជឿព្រះយេស៊ូវជាស្មោះបន្ទាល់របស់ព្រះហើយបញ្ជាក់ថាឥឡូវបជាគេអធិដ្ឋានឲ្យការបជាព្រះទៅសងសឹក